សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកទៀតហើយ OTKA បាទថ្ងៃនេះខ្ញុំមកជួបអ្នកទាំងអស់គ្នាយកដាវសាប៊ឺបាទដាវសាប៊ឺដាវនេះវាខ្លាំងដែរវាខ្លាំងនៅសមុទ្រទី1ហើយយើងទៅយកទាំងអស់គ្នានេះមុនដំបូងយើងចុចប៊ូតុងនេះចុចប៊ូតុងហ្នឹងហើយយើងទៅកន្លែងមួយទៀតបាទដើរតាមខ្ញុំហើយនេះនឹងឃើញកន្លែងមួយហើយយើងលោតមកឲ្យប៉ះវាចេញសញ្ញាប៊ីតងហើយយើងទៅកន្លែងមួយទៀតនេះកន្លែងមួយទៀតនៅកន្លែងស្មៅនៅកន្លែងស្មៅនៅជំរឿចាំដើរតាមខ្ញុំមកនេះនៅនេះបាទនៅហើយទៅកន្លែងមួយទៀតនៅកន្លែងមួយទៀតនេះបាទកន្លែងនេះនេះយើងចូលកន្លែងហ្នឹងឲ្យលោតចេញសញ្ញាប៊ីតងមកកន្លែងហ្នឹងខ្ញុំច្រឡំលោតចូលទឹកអស់ជាមហើយយើងទៅកន្លែងមួយទៀតនេះកន្លែងមួយទៀតកន្លែងដើមឈើនោះនៅមុខនេះហើយយើងលោតឲ្យចេញសញ្ញាពណ៌ប៊ីតងអត់ចេញសញ្ញាពណ៌ប៊ីតងអត់តចេញសញ្ញាពណ៌ប៊ីតងអញ្ចឹងបានវាបើកទ្វារឲ្យចូលបាទហើយយើងចូលកន្លែងនេះចូលកន្លែងក្រោមហ្នឹងមកហើយយើងចូលកន្លែងហ្នឹងដើម្បីយកថតឬយកភ្លើងនេះព្រោះខ្ញុំយកបានទេខ្ញុំយកហើយយើងទៅកោះដេកសាច់បាទចាំជួបគ្នានៅកោះដេកសាច់បាទខ្ញុំដល់កោះដេកសាច់តោះយើងទៅកន្លែងផ្ទះមួយទៀតផ្ទះហ្នឹងដើរតាមខ្ញុំមកយើងចូលកន្លែងទ្វារក្រហមមកយើងចូលទៅហើយចុះក្រោមមកហើយកន្លែងហ្នឹងមានថតយើងកាន់ថតមកហើយយើងដុតកន្លែងហ្នឹងមានផ្ទាំងមួយយើងយកថតមកថតយកមកដុតហើយយើងចូលយកទឹកនេះទឹកហ្នឹងយើងយកឲ្យតាមមកចិត្តផឹកបាទយកហើយយើងចេញទៅក្រៅហើយបាទចេញទៅក្រៅហើយចាំខ្ញុំនៅកោះតកបាទយើងមកអត់កោះតកយើងមកតាមខ្ញុំមកនេះហើយយើងឡើងលើតួហ្នឹងមកហើយយើងចុះក្រោមវិញនឹងឃើញរូងមួយយើងចូលទៅដើម្បីយកអាកែវមិញយើងយកស្រង់ទឹកហ្នឹងដើម្បីឲ្យតាមកទៀតផឹកតានៅលើបាទខ្ញុំអត់មានទេព្រោះខ្ញុំយកហើយអញ្ចឹងយកបានទៀតទេហើយយើងស្រង់ហើយយើងឡើងទៅលើវិញមកហើយយើងយកឲ្យតានេះផឹកច្រឡំលោតយើងយកឲ្យតានេះផឹកនេះតានៅក្នុងផ្ទះនេះយើងយកមកយើងចុចកែវខ្ញុំអត់មានកែវចាំអ្នកទាំងអស់គ្នាចុចកែវហើយតានឹងផឹកហើយយើងទៅកោះចោលសមុទ្របាទទៅកោះចោលសមុទ្រអរគ្នាចាំខ្ញុំនៅកោះចោលសមុទ្រទាំងអស់គ្នាបាយបាទឥឡូវនេះខ្ញុំមកដល់កោះចោលសមុទ្រហើយតោះយើងទៅកន្លែងតាមួយទៀតកន្លែងតាមួយហ្នឹងសួរហើយយើងទៅវាយមេបាទនេះសួរតានេះសួរហើយយើងទៅវាយមេនៅកោះតូចហ្នឹងតូចខ្លាំងមែនតើតូចណាស់កោះហ្នឹងសួររើទេនៅក្រោយកោះហ្នឹងយើងមើលទៅក្រោយហើយខ្ញុំច្រឡំទៅមុខហើយយើងមកដល់កោះហ្នឹងហើយបាទហើយយើងវាយមេហ្នឹងខ្ញុំវាយដាក់ស្គី2ងាប់បាត់បាទដាក់ស្គី1ត្រូវដាក់ស្គី2ងាប់បាត់នៅផុយមែនតែខ្ញុំចិត្តល្វែមិនចឹងមែនហើយយើងទៅកោះហ្នឹងវិញចាំជួបគ្នានៅកោះហ្នឹងកោះចោលសមុទ្រមិញណាបាទឥឡូវយើងមកដល់កោះហ្នឹងហើយខ្ញុំលោតផ្លោតដូចកែបបាទយើងលោតមកដល់តាហ្នឹងហើយយើងសួរគាត់បានសោហើយខ្ញុំច្រឡំចុចនៅនោះចេះចុចទៅយើងសួរតាហ្នឹងមកខ្ញុំសួរតាហ្នឹងហើយ
ហើយយើងយកសោហ្នឹងទៅចាំងកលទៅចាំងកលទៅកោះចាំងកលតោះយើងទៅដល់គ្នាចាំជួបគ្នានៅកោះចាំងកលបាទខ្ញុំមើលដល់កោះចាំងកលហើយឥឡូវនេះយើងយកសោហ្នឹងមកយើងមកយកចាក់កន្លែងនេះចាក់កន្លែងហ្នឹងណាតែខ្ញុំធ្វើហើយអញ្ចឹងវាបើកស្រាប់អញ្ចឹងខ្ញុំបាច់ចាក់ទៀតទេហើយអាដាវហ្នឹងលេវ200ឡើងបានយកបានណាហើយយើងចាក់ហើយយើងវាយមេនៅក្នុងហ្នឹងខ្ញុំអត់ឃើញមេទេព្រោះគេវាយហើយបើអាហ្នឹងហែងសើយើងទេតែវាយធ្លាក់វាយធ្លាក់អាហ្នឹងតាសណាងយើងទេបាទខ្ញុំអត់ធីបាយបាយ